ស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ជម្រៅចិត្តថ្ងៃនេះយើងសូមនាំអារម្មណ៍អ្នកទាំងអស់គ្នាមកដឹងពីប្រវត្តិនិងអត្ថន័យស៊ីជម្រៅនៃបទស្ពានឈើអភ័ព្វភូមិវត្តកំផាញរៀមសូមថ្លែងទុកនោះមហេដ្ឋានជួបមុខរាជាទំនុកគុកកម្មខ្មែរខ្ញុំបទនេះនិពន្ធទំនុកច្រៀងដោយកវីម្ចាស់ស្ទឹងសង្កែគង់មុនឈឿននិងបង្ហើរសំនៀងដោយអធិរាជសំឡេងមាសសិនស៊ីសមុទ្រយោងតាមកំណត់ហេតុផ្ទាល់របស់លោកគង់មុនឈឿនតាមរយៈសៀវភៅកំណាព្យស្នេហ៍មាសបានឲ្យដឹងថាលោកបានតែងមេឡូឌីនៃបទនេះតាំងពីឆ្នាំ1954ម្លេះពេលដែលលោករៀននៅវិទ្យាល័យព្រះមុនីវង្សកាលនោះបទនេះមានទំនុកច្រៀងផ្សេងហើយមានឈ្មោះថាខ្សែទឹកគួចលោកបានច្រៀងនិងប្រគំលេងជាមួយវងតន្ត្រីក្នុងវិទ្យាល័យដោយលោកផ្ទាល់ចេះកូតវីយូឡុងនិងហ្គីតាតិចតួចហើយនឹងចេះដេញម៉ង់ដូលីនយ៉ាងស្ទាត់លុះមកដល់ឆ្នាំ1973ទើបលោកយកមេឡូឌីបទនេះមកសាររើនិងនិពន្ធទំនុកច្រៀងជាថ្មីដោយដាក់ចំណងជើងថាស្ពានឈើអភ័ព្វមូលហេតុនៃការនិពន្ធបទនេះគឺមកពីខ្សែជីវិតផ្ទាល់ខ្លួនរបស់លោកបន្ទាប់ពីឪពុកម្ដាយស្លាប់និងបេះដូងប្រេះឆាដោយសារស្នេហាបឋមវ័យលោកបានសម្រេចចិត្តចង់ចូលបួសជាសាមណេរនៅវត្តពោធិ៍វាលដើម្បីរត់គេចពីលោកីដ៏អភ័ព្វសូម្បីសៀវភៅធម៌ក៏បានត្រៀមរួចរាល់ហើយតែនៅយប់មួយពេលទឹកស្ទឹងសង្កែកំពុងឡើងជន់ជោរខ្លាំងលោកអង្គុយត្រេះរិះពិចារណានៅកំពង់ទឹកហើយក៏បានផ្លាស់ប្ដូរគំនិតមិនចង់បួសវិញលោកសម្រេចចិត្តតស៊ូជាមួយឆាកជីវិតមិនចង់ឲ្យមនសិការស្ដីបន្ទោសថារត់ទៅបួសព្រោះតែអស់សង្ឃឹមឡើយក្រោយមកលោកក៏បានក្លាយជាគ្រូបង្រៀនជំនួសនៅសាលាបឋមសិក្សាខេត្តហើយបានផ្លាស់ទៅរស់នៅម្ដុំវត្តកំផែងវិញនៅទីនោះជាចៃដន្យលោកក៏បានជួបនឹងសង្សារចាស់របស់លោកប៉ុន្តែពន្លកស្នេហ៍នេះមិនអាចទប់ទល់នឹងព្យុះសង្គ្រាមកំណាចបានឡើយគាត់បានធ្វើស្ពានឈើមួយទុកសម្រាប់នាងឆ្លងមករកគាត់តែនាងបែរជាស្អប់ខ្ពើមហើយសម្រេចចិត្តឆ្លងស្ពានថ្មវិញនេះហើយគឺជាស្ពានឈើអភ័ព្វដែលតំណាងឲ្យការបដិសេធទាំងស្រុងនៅការលះបង់និងក្តីសង្ឃឹមរបស់លោកភាពឈឺចាប់ត្រូវបានបញ្ចប់ដោយឃ្លាប្រៀបធៀបដ៏រន្ធត់គឺបងឈឺក្អួតឈាមដូចអុកសារ៉េនលោកគង់ប៊ុនឈឿនបានបញ្ជាក់ថាអុកសារ៉េនមិនមែនជាតួសម្ដែងទេតែជាតួអង្គក្នុងរឿងព្រេងអភ័យមនីស៊ីសវណ្ណដែលឈឺចិត្តក្អួតឈាមព្រោះចាញ់សង្គ្រាមស្នេហានិងព្រះអភ័យមនីនេះបញ្ជាក់ថាការឈឺចាប់របស់លោកដល់កម្រិតស្លាប់ដោយសារតែចាញ់ស្នេហាបទនេះមានចំណងជើងត្រឹមត្រូវគឺស្ពានឈើអភ័ព្វមិនមែនភូមិវត្តកំផែងទេឥឡូវសូមនាំអារម្មណ៍អ្នកទាំងអស់គ្នាមកស្វែងយល់ពីអត្ថន័យស៊ីជម្រៅនៃទំនុកច្រៀងបទនេះវិញម្ដងភូមិវត្តកំផាញរៀមសូមថ្លែងទុកនោះមហេដ្ឋានជួបមុខរាជាទំនុកគុកកម្មខ្មែរខ្ញុំស្ពានកំសត់ក្បត់ស្នេហ៍ឧត្តមក្បត់រិទ្ធិចានគ្រាទឹកខ្មុំតើយំសូមក្តីមេត្តាបទនេះបានប្រើទីតាំងពិតនៅខេត្តបាត់ដំបងជានិមិត្តរូបអ្នកនិពន្ធបានបើកឆាកដោយការប្រកាសទុកសោកសៅនៅភូមិវត្តកំផែងគាត់ហៅស្នេហានេះថាជាគុកកម្មស្នេហ៍ខ្ញុំមានន័យថាការឈឺចាប់នេះមិនមែនបណ្ដាលមកពីការបែកបាក់គ្នាធម្មតាទេតែជាការជាប់ឃុំឃាំងផ្លូវចិត្តដោយសារកម្មផលស្ពានគួរតែជាសញ្ញានៃការតភ្ជាប់និស្ស័យបែរជាត្រូវបានចាត់ទុកថាក្បត់ការឈឺចាប់នេះធ្ងន់ធ្ងរដល់ថ្នាក់គាត់ប្រៀបធៀបថាតើយំសុំក្តីមេត្តាពីវាសនាដែលខូខើអោវាលបែកចានបែកចិត្តទៅហើយណែគ្មានកោះក្រហើយ សឹងសងកែអើយនិចឡើយឬស្យាគួចស្នេហ៍ខ្ញុំឲ្យលងមរណាគួចទាំងចិត្តឲ្យស្វិតដូចផ្កាខ្លោចផ្កាអរាមួមងតើអ្វីជាខ្លឹមសារនៃការបែកបាក់គ
គឺនៅត្រង់ការបន្ទោសទៅលើទីតាំងដែលធ្លាប់ជាចំណងស្នេហ៍វាលបែកចានបែកចិត្តទៅហើយការបែកចិត្តគឺប្រៀបដូចជាការបែកចានដែលមិនអាចផ្សារភ្ជាប់វិញបានឡើយសូម្បីតែស្ទឹងសង្កែក៏ត្រូវបានចោទថារឹស្យាដែរព្រោះបានឃើញស្នេហាត្រូវលង់ស្លាប់ដោយមិនបានជួយវគ្គនេះបង្ហាញពីភាពអស់សង្ឃឹមខ្លាំងរហូតដល់ចិត្តត្រូវស្វិតដូចផ្កាដែលត្រូវគេបេះចោលមុននឹងបែកបាក់គាត់បានត្រៀមខ្លួនរួចហើយថាគាត់បានប្រឹងប្រែងរក្សាគ្រាប់ខ្សាច់បាតស្ទឹងដើម្បីរៀបចំជាផ្កាស្លាគាត់បានលះបង់ដើម្បីអនាគតរួមគ្នាព្រមខ្សាច់បាតស្ទឹងរៀមប្រឹងរក្សាទុងរយធ្វើជាផ្កាស្លារៀបការអូនហើយនឹងបងហ៊ានឈើរៀមធ្វើឲ្យអូនឆ្លងតែកម្មកាយកំណាយក៏ឡងនួនឡងឆ្លងស្ពានគេវិញនេះជាឃ្លាដែលឈឺចាប់បំផុតនិងជាបេះដូងនៃបទនេះផងដែរស្ពានឈើរៀមធ្វើឲ្យអូនឆ្លងតែកម្មកាចកំណាចកន្លងនួនល្អងឆ្លងស្ពានគេវិញអ្វីដែលគាត់ខំផ្ដាល់ឲ្យនាងបែរជាត្រូវនាងមើលមិនឃើញហើយបែរជាមើលឃើញអ្វីដែលអ្នកដតីផ្ដាល់ឲ្យនាងទៅវិញនេះគឺជាការប្រៀបធៀបយ៉ាងជ្រាលជ្រៅនៃការបាត់បង់នៅការលះបង់របស់គាត់ទាំងអស់បន្ទាប់មកគាត់បានប្រៀបធៀបទុក្ខសោករបស់គាត់ទៅនឹងជំងឺស្លាប់ដោយនិយាយថាបងឈឺកកឈាមដូចអុកសារ៉េនបងឈឺកកឈាមដូចអុកសារ៉េនឈឺហួងព្រំដែនស្រីចិត្តមើលសែននឹកតែនទូមិននេះឯមូលហេតុពិតប្រាកដនៃការចាក់ចេញគឺការផ្លាស់ប្ដូរចិត្តបេះដូងមួយឲ្យគេដូរទិញដែលបង្ហើបពីការលះបង់ស្នេហាដើម្បីទ្រព្យសម្បត្តិឬឋានៈស្នេហានេះត្រូវបានបញ្ចប់ដោយភាពដាច់ស្រឡះដោយទឹកស្ទឹងហូរមិនវិលវិញបេះដូងមួយឲ្យគេដូរទិញដូចទឹកស្ទឹងហូរមិនវិលវិញក៏មិននឹងព្រោះស្រីចិត្តស្រងសរុបមកបទស្ពានឈើអភ័ព្វគឺជាបទចម្រៀងអមតៈដែលមិនត្រឹមតែពីរោះនោះទេតែបានបន្សល់ទុកជាមេរៀនដ៏ឈឺចាប់អំពីអំណាចនៃកម្មផលនិងការលះបង់ស្នេហាដើម្បីទ្រព្យសម្បត្តិរាល់ពេលស្ដាប់បទនេះធ្វើឲ្យយើងស្រមៃថាស្ពានឈើមួយនៅខេត្តបាត់ដំបងក្លាយជានិមិត្តរូបនៃភាពអភ័ព្វក្នុងដួងចិត្តរបស់យើងរហូតមកដល់សព្វថ្ងៃតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះអត្ថន័យនៃបទចម្រៀងមួយនេះតើអ្នកធ្លាប់មានប្រវត្តិស្នេហាស្រដៀងទៅនឹងបទនេះដែរឬទេបើសិនជាអ្នកទាំងអស់គ្នាមានបទចម្រៀងផ្សេងទៀតចង់ឲ្យយើងខ្ញុំជួយធ្វើការវិភាគសូមប្រាប់យើងខ្ញុំឲ្យបានដឹងផងសូមចែករំលែកអារម្មណ៍និងមតិរបស់អ្នកទាំងអស់គ្នានៅក្នុង comment ខាងក្រោមកុំភ្លេចចុច like និង subscribe ដើម្បីបន្តស្វែងយល់ពីបទចម្រៀងផ្សេងទៀតជាមួយយើងខ្ញុំសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាក្នុងការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ខ្ញុំក៏សូមអភ័យទោសបើសិនជាមានកំហុសឆ្គងណាមួយដែលអចេតនាជួបគ្នានៅវីដេអូបន្ទាប់